គាំទ្រខ្លោចចិត្តអាណិតសេងមង្គលពេលឃើញវីដេអូស្ដែងលោករងរបួសក្បាលក្នុងការប្រកួតបាល់ទាត់ជាមួយថៃកាលពីថ្ងៃទី8 ខែមីនាឆ្នាំ2025កន្លងទៅកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិអបអរសាទរខួបអនុស្សាវរីយ៍លើកទី75នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃដោយរៀបចំឡើងនៅឯកពហុកីឡារដ្ឋានជាតិអូឡ িম্প ិកក្នុងនោះដែរការប្រកួតមិត្តភាពនេះគឺមានការប្រកួតរវាងក្រុមបាល់ទាត់គុនខ្មែរជាមួយក្រុមបាល់ទាត់ថៃនិងក្រុមបាល់ទាត់តារាកម្ពុជាជាមួយក្រុមបាល់ទាត់តារាថៃដោយឡែកងាកទៅមើលការប្រកួតរវាងក្រុមបាល់ទាត់តារាកម្ពុជាជាមួយក្រុមបាល់ទាត់តារាថៃបានធ្វើឲ្យអ្នកទស្សនាជាពិសេសអ្នកគាំទ្រតារាសម្ដែងលោកសេងមង្គលស្លុតចិត្តយ៉ាងខ្លាំងខណៈក្នុងការប្រកួតលោកបានប៉ះទង្គិចគ្នានឹងកីឡាករថៃដោយរងរបួសក្បាលឈាមហូរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងនោះដែរក្រោយឃើញលោកសេងមង្គលរងរបួសឈាមស្រោចក្បាលហើយនោះអ្នកគាំទ្រមានក្តីបារម្ភដល់តារាសម្ដែងប្រុសរូបនេះយ៉ាងខ្លាំងយ៉ាងណាមិញក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យហើយនោះលោកសេងមង្គលក៏បានបង្ហោះសារអរគុណដល់អ្នកគាំទ្រផងដែរ